ស្វាគមន៍បងប្អូនមកកាន់ Channel Kids.com the place for future billionaire come to get inspired បងប្អូនបងប្អូនដែលខ្លះអត់ទាន់យល់ពាក្យថា marketing ហើយនឹងទី marketing ហើយនឹង sale ការធ្វើទីផ្សារនិងការលក់នៅក្នុងវិស័យអចលនទ្រព្យបងប្អូនមិនថាវិស័យផ្សេងៗទេតែតាក់ទងជាមួយនឹងការលក់និងការធ្វើទីផ្សារហើយជាមានបងប្អូនខ្លះគាត់នៅអត់ទាន់យល់តាក់ទងជាមួយនឹងភាសាពីរហ្នឹងបងប្អូនអរគ្នាបាទមួយទីផ្សារមួយទៀតលក់ហើយជាទូទៅគេនិយាយពាក្យលាយចូលគ្នាគេថា sell marketing បាទ sell marketing ពាក្យហ្នឹងជាប់គ្នាប៉ុន្តែពាក្យពីរនេះគឺអត្ថន័យនៅក្នុងការលក់ការ sell ហ្នឹងគឺមានភាពខុសគ្នាបាទការធ្វើទីផ្សារបើនិយមន័យហ្មងណាបាទបើនិយមន័យការធ្វើទីផ្សារហ្មងគឺការធ្វើបទបង្ហាញពីផលិតផលទៅកាន់អតិថិជនគោលដៅដើម្បីឲ្យអតិថិជនគោលដៅរបស់យើងមានចិត្តចង់ទិញអញ្ចឹងណាបាទប៉ុន្តែសម្រាប់សកម្មភាពដែលមនុស្សទូទៅធ្វើបាទដែលមនុស្សទូទៅធ្វើដែលបញ្ជាក់ថាតើសកម្មភាពណាខ្លះដែលបញ្ជាក់ថាការធ្វើទីផ្សារហើយសកម្មភាពណាខ្លះដែលបញ្ជាក់ថាការ sell បាទគឺមានភាពខុសគ្នាហើយមិនត្រឹមតែខុសគ្នាណាបងប្អូនអរគ្នាអាណាអ្នកធ្វើមុនទៀតយើងអាច sell មុនធ្វើ marketing បានទេ yes អាចធ្វើបានហើយយើងអាចលក់បានដូចគ្នាប៉ុន្តែបើសិនជាទិន្នន័យនៃការលក់នោះការចាប់ផ្ដើមនោះគឺមានភាពខុសគ្នាបងប្អូនសម័យមើល product មួយដែលមនុស្សអត់ដែលស្គាល់សោះឧបមាដែលខ្ញុំឧទាហរណ៍ថានេះ Romano នេះមួយយើងអត់ទាន់បានធ្វើទីផ្សារឲ្យគេស្គាល់ទេមែនទេឧទាហរណ៍ថាយើងអត់ដែលធ្លាប់ធ្វើទីផ្សារឲ្យនរណាស្គាល់មួយទេបាទហើយយើងចាប់ផ្ដើមទៅជួបគេហើយយើងក៏ចាប់ផ្ដើមនិយាយប្រាប់គេថាបងត្រូវការខ្ញុំមាន product មួយដែលអាចជួយបងតាក់ទងជាមួយនឹងការបំបត្តិក្លិនឃ្លាបំបត្តិក្លិនខ្លួនជួយបងចេះ1 2 3 4 5បងមានតម្រូវការមានបងចាប់អារម្មណ៍ចង់បានទេបងតម្លៃសមរម្យមែនទែនក្នុងឱកាសពេលនេះគឺបងទិញទៅបងចំណេញច្រើនដោយសារយើងមានការ promotion ឬក៏1 2 3 4ណាបាទអាហ្នឹងអតិថិជនយើងសម័យមកបើសិនជាយើងជាអតិថិជនវិញពេលដែលមានគេមកបាត់បង្ហាញឬក៏មិត្តភ័ក្តិរបស់យើងគឺក៏នរណាមួយដែលប្រាប់យើងបែបហ្នឹងតើយើងមានអារម្មណ៍បែបណាទាំងដែលយើងអត់ដែលស្គាល់ Romano សោះណាយើងអត់ដែលស្គាល់សោះប៉ុន្តែទុយទៅវិញ Romano នេះត្រូវបានគេធ្វើទីផ្សាររួចទៅហើយអាចដោយសារតាមរយៈsocial media បាទតាមរយៈទូរទស្សន៍តាមរយៈមនុស្សតាមរយៈខិត្តប័ណ្ណតាមរយៈអីផ្សេងរួចទៅហើយដែលបានបញ្ជាក់ថា Romano នេះគឺត្រូវបានបង្កើតឡើងនៅឆ្នាំនេះទំហំប៉ុណ្ណាតាមរយៈក្រុមហ៊ុនណាបាទហើយមានអ្នកការប្រើប្រាស់បែបណាបាទហើយមានការធ្វើទីផ្សារស្លៀបលាបទៅគឺមើលទៅគឺស្រស់ស្រាយក្លិនខ្លួនល្អ1 2 3 4អញ្ចឹងណាបាទអញ្ចឹង Romano មួយនេះនឹងការនឹងទៅជួបគេមិនចាំបាច់និយាយច្រើនទេណាមិនជួបគេមិនចាំបាច់និយាយច្រើនថាបង Romano នេះគឺល្អណាបងបាទហើយបងបានឃើញស្រាប់ហើយការធ្វើទីផ្សារគឺបង្កើតដោយក្រុមហ៊ុននេះមានបទពិសោធន៍ចេះមកពីប្រទេសនេះចេះមួយមានការចុះបញ្ជីត្រឹមត្រូវបើទិញយកទៅប្រើអត់ខុសទេបាទសម្រាប់បរិសុទ្ធអីចឹងទៅអញ្ចឹងគេនឹងទិញយើងហើយអ្វីដែលគេសួរគឺទី1លក្ខខណ្ឌក្នុងការបង់ប្រាក់ការទូទាត់ហើយតម្លៃមិនបានទេបងប្អូនជឿអញ្ចឹងអត់បាទគឺអញ្ចឹងបាទអញ្ចឹងការធ្វើទីផ្សារនិងការលក់គឺមានភាពខុសគ្នាណាបងប្អូនអរគ្នាការធ្វើទីផ្សារបងប្អូនសម័យមើលការធ្វើទីផ្សារគឺបងប្អូនយើងនិយាយមួយចុះយើងនិយាយថានៅក្នុងហាងមួយបាទគេទៅបើកហាងរបៀបនៅក្នុងការធ្វើទីផ្សាររបស់គេគឺគេលក់2ថែម1គេលក់ទិញ2ថែម1ណាឬក៏ទិញថ្ងៃនេះគឺបញ្ចុះ 50% ហ្នឹងគឺការធ្វើទីផ្សារបាទមួយទៀតធ្វើយ៉ាងម៉េចដើម្បីឲ្យអតិថិជនទៅទិញម្ដងហើយមកទិញម្ដងទៀតបាទអញ្ចឹងបើសិនបងប្អូនមក2នាក់មក3នាក់គឺ free ជូនម្នាក់ណាហើយបើសិនបងប្អូនមានគូប៉ុងនេះបងប្អូនមកទិញលើកក្រោយទៀតនឹងមានការបញ្ចុះតម្លៃ 50% នេះគឺជាការធ្វើទីផ្សារការធ្វើយុទ្ធសាស្ត្រទីផ្សារនឹងមានរូបភាពផ្សេងទៀតដែលតាក់ទងនឹងការធ្វើទីផ្សារហើយនៅក្នុងនោះគឺអត់មាន sale នៅក្នុងនោះទេណាអត់មាន sale នៅក្នុងនោះទេអត់មានការលក់នៅក្នុងនោះទេអញ្ចឹងគឺធ្វើទីផ្សាររហូតបាទដល់តែពេលតាក់ទងជាមួយនឹងការលក់គឺជាការមួយដែលទៅជួបអតិថិជនហើយនិយាយពីគុណសម្បត្តិបន្ថែមព័ត៌មានបន្ថែមហើយចាប់ផ្ដើមដោះដូរទំនិញគ្នាដោះដូរគ្នាទៅបាទអតិថិជនព្រមទិញយើងមានផលិតផលទូទាត់លុយចេញពីកៃបាត់គឺទទួលបានតែម្ដងហ្នឹងគឺការលក់ចេញទៅគឺលក់តែម្ដង presentation បន្ថែមពី product របស់យើងក្រោយពេលគេស្គាល់តាមរយៈការធ្វើ marketing ហើយយើង present ឲ្យ 100% គឺយើងអូខេហើយបាទ
ខ្ញុំឧទាហរណ៍ដោយបច្ចុប្បន្ននេះខ្ញុំកំពុងតែលក់ផ្ទះនៅក្នុងបរិយាពិភពថ្មីគ្រប់សាខាទាំងអស់មិនថាសាខាតាខ្មៅ1 2បាទគួរស្រូវ1 2 3បាទផ្លូវជាតិលេខ4កបូល1 2 3 4 5 6 7បាទឬក៏នៅខាងឈូវ៉ា1 2 3បាទនៅខាងសែនសុក1 2បាទអញ្ចឹងគឺលទ្ធផលមួយនេះគឺមានគេឈ្មោះរួចទៅហើយមាន branding ឈ្មោះរួចទៅហើយនរណាមួយក៏ស្គាល់ដែរនៅក្នុងប្រទេសកម្ពុជាឬក៏ក្រៅស្រុកសុទ្ធតែស្គាល់ថាផ្ទះនៅក្នុងបរិយាពិភពថ្មីជាផ្ទះរបស់អ្នកអញ្ញាហុងពីវបាទជាផ្ទះដែលមានចំណុចល្អចេះមួយ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 ទៅអញ្ចឹងណាតម្លៃលក្ខខណ្ឌបងគឺអញ្ចឹងអញ្ចឹងខ្ញុំជួបអតិថិជនអត់ចាំបាច់បកស្រាយច្រើនទេផ្ទះដូចគ្នាទាំងអស់ណាកម្រងណាទៅតាមប្រភេទផ្ទះមានតែ2 3ប្រភេទទេអញ្ចឹងផ្ទះកម្រងខ្លះគឺដូចគ្នាគ្រប់កម្រងបាទអញ្ចឹងទី1យើងគ្រាន់តែប្រាប់តម្លៃទី2លក្ខខណ្ឌបងប្រាក់លម្អិតពិសេសកន្លែងណាទី3គាត់អាចយើងជួយប្រឹក្សាគាត់គួរតែជ្រើសរើសទីតាំងមុខក្រោយឬក៏ទីតាំងអាចរកស៊ីបានទំហំផ្លូវបែរមុខផ្ទះតាណាទៅចំណុចល្អកន្លែងហ្នឹងគឺគាត់ទទួលយកបានគាត់ចាប់ផ្ដើមធ្វើការធ្វើឯកសារបាទចូលមកមើលធ្វើឯកសារជាមួយគ្នាតែម្ដងអញ្ចឹងកន្លែងហ្នឹងគឺជាចំណុចមួយដែលមានភាពខុសប្លែកគ្នារវាងផលិតផលដែលទទួលបានការធ្វើទីផ្សារហើយខ្ញុំបើកវងកញ្ចក់លើសជូនបងប្អូនបន្ថែមទៀតដើម្បីឲ្យយល់ថាការធ្វើទីផ្សារការលក់មានភាពខុសគ្នាបាទហើយបច្ចុប្បន្ននេះក្រុមហ៊ុនមួយគឺព្យាយាមសម្រុកនៅក្នុងការធ្វើទីផ្សារខ្លាំងមែនទែនបាទដោយសារបើសិនជាអត់មានការធ្វើទីផ្សារទេគឺអត់មានការលក់ទេពាក្យមួយគេតែនិយាយថា marketing bring sale បាទអញ្ចឹងបងប្អូនអរគ្នាស្វែងយល់បន្ថែមនេះបើសិនជាបងប្អូនចាប់អារម្មណ៍តាក់ទងជាមួយនឹងការលក់បរិយាភពថ្មីបងប្អូនចង់ទិញបរិយាឬក៏បងប្អូនចង់កាត់ប្លង់កាត់អីផ្សេងនោះបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់ខ្ញុំបានបាទខ្ញុំនឹងផ្ដល់ប្រឹក្សាយោបល់ដែលឥតគិតថ្លៃជូនបងប្អូនទាំងអស់គ្នាបាទហើយកុំភ្លេចចុច follow page របស់ខ្ញុំឈ្មោះថាសខុម property សខុម property នេះទៅគឺបងប្អូនទទួលបានព័ត៌មានការផុសជាទៀងទាត់របស់ខ្ញុំហើយនឹងទទួលបានព័ត៌មានតាក់ទងការលក់បាទហើយសម្រាប់ page មួយនេះគឺខ្ញុំចែកម្លែកតែតាក់ទងនឹងអចលនទ្រព្យទេអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទសុខសប្បាយ